ចូលឆ្នាំចិនថ្ងៃទី1ចង់និយាយថាចូលឆ្នាំចិនហ្នឹងគឺបានផុតទៀតហើយអញ្ចឹងនៅពេលចូលឆ្នាំចិនហ្នឹងអ្នកទាំងអស់គ្នាបានដើរលេងទៅណាខ្លះដែរសម្រាប់ថ្ងៃទី1គឺប៉ាម៉ាក់ខ្ញុំគាត់បើកឡានចេញទៅចោលខ្ញុំដោយសារតែពួកគាត់ស្មានតែខ្ញុំហ្នឹងជិះម៉ូតូទៅផ្ទះម៉ាដល់ពេលហើយខ្ញុំក៏ខលទៅប្រាប់ពួកគាត់ទៅផ្ទះសំណាងគាត់នៅមុខផ្លូវហ្នឹងហើយគាត់បកមកវិញយកខ្ញុំទៅអូខេឡើងឡានបានសម្រេចអញ្ចឹងពួកខ្ញុំគឺបានចេញដំណើរពីផ្ទះពួកខ្ញុំទៅផ្ទះម៉ាដោយសារតែប្រវត្តិពួកខ្ញុំគឺថ្ងៃចូលឆ្នាំថ្ងៃទី1គឺត្រូវទៅជុំគ្នានៅផ្ទះគាត់អូយនិយាយពីថាផ្លូវស្ទឹងជ័យរាល់ថ្ងៃគឺស្ទះមែនតើថ្ងៃនេះចូលឆ្នាំចិនហ្នឹងអត់សូវមានមនុស្សបែរពួកគាត់ទៅដើរលេងអស់ពេលអញ្ចឹងអូយស្រួលជិះស្រួលមែនតើមកណាបើរាល់ថ្ងៃជិះអញ្ចឹងរាល់ថ្ងៃហ្នឹងដឹកល្អយ៉ាងណាទេដោយសារតែឥឡូវធំអស់ហើយមានការងារអស់ហើយអញ្ចឹងអត់បានអាំងប៉ាវទេអញ្ចឹងមកថ្ងៃនេះគឺមកមើលចាស់គាត់ដាក់អាំងប៉ាវឲ្យអាទូជាងគេដែលនៅក្នុងផ្ទះហ្នឹងនិយាយគួរខ្ញុំឆ្នាំនៅក្នុងពុកម៉ាក់គេដល់ពេលឆ្នាំមានវត្តមានមកយកអាំងប៉ាវនឹងគេនឹងឯងដែរនេះសកម្មភាពពេលព្រឹកគឺមានតែប៉ុណ្ណឹងសម្រាប់ពេលថ្ងៃវិញគឺពួកខ្ញុំទៅអុជធូបសែននៅវិហារចិនដែលនៅក្រុងតាខ្មៅហ្នឹងគួរទំនៀមទម្លាប់ពួកខ្ញុំគឺថ្ងៃចូលឆ្នាំថ្ងៃទី1គឺត្រូវទៅអុជធូបនៅវិហារចិននៅតាខ្មៅហ្នឹងបន្ទាប់មកបានបកមកខាងវត្តភ្នំវិញនេះពួកខ្ញុំបានចេញដំណើរទៅហើយដល់កន្លែងម៉ាក់ខ្ញុំគាត់ទិញតែធូបទៀនហើយជាមួយនឹងភេកថៃវាដោយសារតែផ្លែឈើអីហ្នឹងគឺគាត់បានទិញពីពេញមកហើយហើយនេះគឺផ្លូវចូលខ្ញុំមើលទៅឆ្នាំនេះដូចជាមនុស្សអត់សូវច្រើនឬក៏គេអត់ទាន់មកគាត់ច្បាស់សារតែឆ្នាំមុនហ្នឹងគឺពួកខ្ញុំមកថ្ងៃចូលឆ្នាំទី1ដែរហើយក៏ម៉ោងពេលថ្ងៃអញ្ចឹងដែរតែមនុស្សច្រើនខ្លាំងហើយនេះម៉ាក់ពងតារៀបផ្លែក្រូចសម្រាប់ដាក់សែនសម្រាប់កន្លែងសែនហ្នឹងគឺយើងត្រូវសែនទេវតាខាងមុខបន្ទាប់មកយ៉ាងបានយើងចូលទៅសែនខាងក្នុងប៉ុន្តែមុននឹងយើងចូលក្នុងខ្លោងទ្វារគឺយើងត្រូវដាក់ធូបនៅកន្លែងខ្លោងទ្វារមកជាហៀងមអតស័យសិនបន្ទាប់មកបានចូលក្នុងលោកតាធំលោកតាប៉សែដែលចិនយើងហៅថាប៉សិនតាទីរួចបានយើងដើរពីខាងស្ដាំអត់ធូបពីខាងស្ដាំដើរមកជុំរហូតមកខាងឆ្វេងនេះអត់ធូបហើយអស់ហើយគឺពួកយើងយកกระดาษសែនយកទៅអត់ថ្ងៃហើយម៉ាក់ខ្ញុំចេញមកគាត់ទិញយ័ន្តណាសម្រាប់ដាក់ថែសារតាមខ្លួនដល់នេះរួចរាល់អស់ពួកខ្ញុំក៏បានទៅខាងវត្តភ្នំគម្រោងដំបងឡើយហ្នឹងគឺទៅអត់ធូបសែនហើយទៅកាត់ឆុងផងប៉ុន្តែពួកខ្ញុំភ្លេចយកกระดาษឆុងមកទិញហើយប៉ុន្តែភ្លេចយកមកនៅផ្ទះអញ្ចឹងគាត់ថាអត់ធូបសិនទៅហើយចាំមើលថ្ងៃសៅរ៍ថ្ងៃទឹកថ្ងៃដែលអត់ធ្វើការហ្នឹងចាំពួកខ្ញុំមកកាត់ឆុងដោយសារតែតាមផ្លូវហ្នឹងក្តៅពេកហើយឡានហ្នឹងមិនសិនត្រជាក់វាមិនសូវត្រជាក់ទៀតសើឡើងមកផ្លូវមកដល់វត្តភ្នំនេះអត់បានឡើងទៅអត់ធូបទៀតដោយសារតែវិនមកក៏អញ្ចឹងនៅក្រោមចាំប៉ាម៉ាក់គាត់ឡើងទៅអត់ធូបនៅខាងលើបន្ទាប់មកពួកខ្ញុំក៏បានទៅផ្ទះវិញហើយដល់តែល្ងាចឡើងហ្នឹងពូខ្ញុំក៏បបួរទៅញ៉ាំស៊ុបនៅភោជនីយដ្ឋានតាសេកនៅជួយចវាហើយក៏នាំគ្នាទៅគង់តែឃ្លានសាច់គោអាំងហើយជាមួយនឹងស៊ុបគោនៅហាងនឹងផងល្មមយប់នឹងញ៉ាំម្ចាស់ដៃម្ដងស្គមមកចាំចូលឆ្នាំហើយខ្ញុំគិតទៀតនឹងតែយប់នឹងញ៉ាំអស់ចិត្តសិនអូខេ vlog ចូលឆ្នាំថ្ងៃទី1របស់ខ្ញុំគឺបានចប់ត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានមើលពីដើមដល់ចប់ជួបគ្នានៅ vlog ក្រោយបាយ